នេះគឺជាអវតារ06 March សេរីឆ្នាំ2025តកតងជាមួយនឹងអវតារមួយនេះគឺចំពោះពណ៌គឺពណ៌សបងបងចាពណ៌នេះគឺយើងមាននៅក្នុង stock តែមួយគ្រឿងគត់ចាចំពោះពណ៌សនេះណាហើយតកតងជាមួយនឹង spec របស់អវតារ06នេះគឺជាលក្ខណៈ full option ហើយចំពោះតម្លៃរបស់វាវិញនោះគឺ$46,500បងបងចាសូមបញ្ជាក់ម្ដងទៀតតម្លៃរបស់វាគឺ$46,500បងបងចាចំពោះប្រភេទអវតារ06មិចនេះគឺបើសិនជានិយាយពី driving range របស់វាគឺបងអាចរត់បានរហូតដល់650គីឡូដែលមានល្បឿនរបស់វាគឺបងអាចរត់បានរហូតដល់210គីឡូក្នុងរយៈពេលត្រឹមតែ1ម៉ោងឯងបងចាឥឡូវខ្ញុំនឹងបង្ហាញជូនបងអំពី interior ខាងក្នុងបងចាចំពោះផ្នែកខាងក្នុងគឺគេ design មកជាលក្ខណៈស្បែកពូកក៏ដូចជាដៃទ្វារពណ៌ស្វាយបងចាគឺមានភាព uniqueនិងស្រស់ស្អាតខ្លាំងមែនតើហើយចំពោះ interior ខាងក្នុងមួយពណ៌នេះគឺពិតជាស័ក្តិសមខ្លាំងមែនតើសម្រាប់បងស្រីចាសូម្បីតែនាងខ្ញុំក៏ស្រឡាញ់ដែរបងចាឥឡូវយើងមកមើលអំពីកៅអីវិញម្ដងចំពោះកៅអីនៃរថយន្តអវតារ06 March សេរីឆ្នាំ2025នេះតកតងជាមួយនឹងកៅអីគឺមានភ្ជាប់មកជាមួយនឹងកៅអី massage ក៏ដូចជាក្តៅត្រជាក់ផងដែរហើយជាប្រភេទកៅអីអូតូទាំងសងខាងបន្ថែមពីនឹងទៅទៀតនោះគឺមានមកជាមួយនឹងឡាំបាសម្រាប់កលជើងខាងក្រោមផងដែរបងចាហើយសម្រាប់ digital screen នៅខាងមុខនេះវិញគឺជាប្រភេទ screen វែងខ្លាំងមែនតើហ្មងណាបងតកតងជាមួយនឹង center screen នៅចំចំណុចកណ្ដាលនេះវិញគឺជាប្រភេទភាសាអង់គ្លេសស្រាប់បងចាគឺពិតជាមានភាពស្រស់ស្អាតក៏ដូចជាស៊ីវិល័យខ្លាំងមែនតើហើយចំពោះដៃទ្វារគឺជាលក្ខណៈទ្វារបិទបើកអូតូពីខាងមុខចាអញ្ចឹងគឺវាបើកអូតូម៉ាទិកតែម្ដងចំពោះទ្វារនេះផងដែរគឺជាលក្ខណៈទ្វារបឺតដូចគ្នាបងចាជាមួយខ្ញុំនឹងបង្ហាញជូនបងទាំងអស់គ្នាចាអានេះគឺបិទទៅវិញចាគឺជាទ្វារបឺតដូចគ្នាបងចំពោះ ambient light នៃខាងក្នុងរថយន្តនោះគឺបងអាចធ្វើការបដូរពណ៌បានរហូតដល់64ពណ៌ចាបើសិនជាយើងកលេចមកមើលអំពីចង្កូតវិញគឺជាលើកចង្កូតលក្ខណៈបែប electronic ងាយស្រួលក្នុងការបើកបរខ្លាំងមែនតើហើយចំពោះ center screen នៅចំចំណុចកណ្ដាលនេះវិញគឺមានទំហំរហូតទៅដល់15.6 inch 2K HD បងចាហើយចំពោះកៅអីពីផ្នែកខាងមុខវិញនោះគឺបងអាចស្រីជា memory set បានដូចគ្នាបងបើយើងក្រឡេកមកមើលអំពីកញ្ចក់មើលក្រោយវិញនោះគឺជាប្រភេទលក្ខណៈកញ្ចក់ដែលមានបន្លាញ sport ដូចគ្នាហើយវាក៏មាន function កម្ដៅកញ្ចក់មើលក្រោយផងដែរបងចំពោះផ្នែកខាងក្រៅរថយន្តឃើញថាមានសភាពធំទូលាយចាហើយចំពោះរថយន្តនេះផងដែរគឺស័ក្តិសមជាមួយនឹងសមាជិកគ្រួសារខ្នាតកណ្ដាលតកតងជាមួយនឹងផ្នែកខាងក្រោយនេះគឺបងអាចធ្វើការអង្គុយបានសមាជិកចាប់ពីគ្នា4ទៅ5នាក់ផងដែររថយន្តអវតារ06 March សេរីឆ្នាំ2025ពណ៌សមួយនេះមានបំពាក់ជាមួយនឹង sensor 12គ្រាប់ដែលគេហៅថា precision sensor ដែលវាមានភាពឆ្លាតវៃក៏ដូចជាសុវត្ថិភាពខ្ពស់ខ្លាំងមែនទែនសម្រាប់រថយន្តមួយគ្រឿងនេះហើយវាក៏មានចំពោះទំហំកង់នៃរថយន្តនេះគឺមានទំហំ20អ៊ីងបន្ថែមជាមួយនឹងការប្រើប្រាស់សម្បកកង់ Continental ផងដែរដូច្នេះប្រសិនបើបងចង់ដឹងព័ត៌មានលម្អិតបន្ថែមនៃរថយន្តមួយគ្រឿងនេះកុំភ្លេចទាក់ទងមកតាមរយៈនេះខ្ញុំសុផាន LB Auto ដែលមានលេខទូរស័ព្ទនៅខាងក្នុងវីដេអូនេះផងដែរហើយចំពោះ Telegram គឺបងអាចធ្វើការ add Telegram ដើម្បីសាកសួរព័ត៌មានលម្អិតពីខាងនាងខ្ញុំបានទាក់ទងជាមួយនឹងរថយន្តមួយគ្រឿងនេះចំពោះពណ៌សគឺយើងមានតែមួយគ្រឿងគត់នៅក្នុង stock បើសិនជាបងចំណាប់អារម្មណ៍ចង់ជិះមកមើលផ្ទាល់បងអាចធ្វើការ walk in មកមើលនៅ showroom LB Auto បានដែលមានអាស័យដ្ឋានស្ថិតនៅលើផ្លូវអញ្ញាមរទ្ធីកែង Stop A on 2ចា៎សូមអរគុណ